បាតុករថៃផ្ដើមប្រមូលផ្ដុំនៅទីក្រុងបាងកកទាមទារនាយករដ្ឋមន្ត្រីចុះចេញសារព័ត៌មានថៃបានផ្សាយថាបាតុករថៃមកពីទីក្រុងបាងកកនិងខេត្តមួយចំនួនកំពុងសម្រុកចូលតំបន់ប្រមូលផ្ដុំនៅកណ្ដាលក្រុងបាងកកចាប់ដើមពីពេលព្រឹកដើម្បីចូលរួមបាតុកម្មមួយដែលរៀបចំឡើងក្នុងគោលបំណងទាមទារឲ្យនាយករដ្ឋមន្ត្រីថៃផៃថងឋានលាលែងពីតំណែងចំថ្ងៃដែលនាយករដ្ឋមន្ត្រីថៃធ្វើដំណើរទៅកាន់ខេត្តchiang raiភាគខាងជើងប្រទេសដើម្បីពិនិត្យមើលស្ថានភាពទឹកជំនន់ដែលកំពុងបង្កការលិចលង់សារព័ត៌មានថៃ PBS World បានផ្សាយនៅមុននេះបន្តិចថាការជួបជុំដែលក្រុងនឹងចាប់ផ្ដើមនៅម៉ោង 4 រសៀលត្រូវបានបដូរទៅកាន់ពេលវេលាព្រឹកវិញជាមួយនឹងកម្មវិធីផ្សេងៗរួមមានការថ្លែងសុន្ទរកថារបស់មេដឹកនាំតវ៉ានិងការរៀបចំការប្រគំតន្ត្រីដំណាក់កាលដំបូងនៃការតវ៉ាត្រូវបានរៀបចំឡើងទល់មុខផ្លូវផាហ៊ុនយុទ្ធិនដើម្បីកាត់បន្ថយការរំខានដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យក្បែរនោះគំនូរចរាចរណ៍មួយជុំវិញវិមានក្នុងរាជធានីបាងកកត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍ហើយតង់ស្នាក់នៅក៏ត្រូវបានដំឡើងសម្រាប់ទុកក្រុមបាតុករដែលប្រហែលជាត្រូវការសម្រាប់អំឡុងពេលបាតុកម្មពេញមួយថ្ងៃដែលក្រុងនឹងបញ្ចប់នៅវេលាម៉ោង 9 យប់តាមសេចក្តីរាយការណ៍ដដែលការជួបជុំស្រដៀងគ្នានេះកំពុងត្រូវបានរៀបចំឡើងក្នុងខេត្តប្រហែល 10 លោកនាយឧត្តមសេនីយ៍អគ្គយុនក្រៃថងអ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិថៃត្រូវបានស្រង់សម្ដីដោយសារព័ត៌មានថៃបាននិយាយថាអាជ្ញាធរមិនមានគម្រោងបិទតំបន់តវ៉ាទាំងមូលទេដើម្បីធ្វើចរាចរណ៍ប៉ុន្តែអ្នកបើកបរត្រូវណែនាំឲ្យជិះពីតំបន់នោះដោយឡែកនាយករដ្ឋមន្ត្រីថៃផៃថងឋានស៊ីនវត្រាដែលបានធ្វើដំណើរទៅកាន់ខេត្តchiang raiភាគខាងជើងប្រទេសដើម្បីធ្វើសកម្មភាពជួយសង្គ្រោះទឹកជំនន់បាននិយាយនៅព្រឹកនេះថាលោកស្រីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាមួយមេដឹកនាំបាតុកម្មប្រសិនបើពួកគេចង់ដោយដែលលោកស្រីសង្ឃឹមថាការតវ៉ានឹងប្រព្រឹត្តទៅដោយសន្តិភាពលោកស្រីបានបន្ថែមថាលោកស្រីបានណែនាំដល់មន្ត្រីពាក់ព័ន្ធឲ្យធានានូវសុវត្ថិភាពនិងសន្តិភាពក្នុងពេលមានបាតុកម្មនាយករដ្ឋមន្ត្រីផៃថងឋានកំពុងប្រឈមមុខសម្ពាធឲ្យចុះចេញពីអំណាចបន្ទាប់ពីបៃធ្លាយសារសម្លេងសន្ទនាជាមួយសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាជុំវិញបញ្ហាព្រំដែនដែលលោកស្រីស្នើឲ្យភាគីកម្ពុជាបើកច្រកព្រំដែននៅមុនដូចគ្នានិងដូចមុនគណៈសម្ដេចតេជោបានទាមទារថាភាគីណាបិទមុនត្រូវតែបើកមុនហើយកម្ពុជាត្រៀមតែធ្វើតាមប៉ុណ្ណោះដោយសារសម្លេងសន្ទនានោះហើយទាំងលោកស្រីផៃថងឋានតលនិងរដ្ឋាភិបាលចម្រុះរបស់លោកស្រីប្រឈមហានិភ័យក្នុងការបាត់បង់អំណាចនិងរំសាយសភាឬអាចឈានទៅដល់ការធ្វើរដ្ឋប្រហារយោធាទៀតផង